Hello សួស្តីអ្នកទាំងអស់គ្នាចឹងយើងត្រឡប់មកវិញជាមួយនឹង Anime Cowboy Bebop ភាគទី3ចឹងកាលពីភាគទី1ហើយនិងភាគទី2យើងបានដឹងថា Spy ហើយនិង Jet របស់យើងគឺដាច់បាយស៊ីនៅឡើយទេហើយដើម្បីដោះស្រាយបញ្ហាដាច់បាយនៅលើកនេះគឺពួកគេទាំងពីរនាក់បានកាត់ឃើញនៅកំណត់ដ៏អស្ចារ្យមួយនោះគឺប្រមូលលុយដែលនៅសល់ទាំងអស់ទុកសម្រាប់ទិញបាយស៊ីនោះគឺពួកគេយកលុយទាំងអស់នោះមកលេងល្បែងវិញឃើញហើយមនុស្សធម្មតាណាកាត់ឃើញកំណត់ដ៏អស្ចារ្យចឹងចង់ដឹងថាតើ Jet ហើយនិង Spy របស់យើងអាចឈ្នះលុយពីកាស៊ីណូបានដែរឬទេហើយថាតើនៅភាគមួយនេះពួកគេនឹងបន្តដាច់បាយស៊ីទៀតឬមួយក៏យ៉ាងណាហើយដើម្បីឲ្យដឹងច្បាស់យើងចូលមកមើលភាគទី3នេះទាំងអស់គ្នាដើមសាច់រឿងនៃភាគទី3នេះគឺគេបានបង្ហាញយើងនៅតួអង្គស្រីម្នាក់ដែលយើងបានឃើញនារីម្នាក់នោះដើរចូលទៅកាន់ហាងមួយកន្លែងបើតែក្រោយមកក៏សត្វតែមានបរិសុទ្ធ3នាក់ចង់បាញ់ប្រហារនាងពីខាងក្រៅមករីឯនារីម្នាក់នោះក៏មិនធម្មតាដែរដែលនាងគឺបានដឹងអំពីរឿងនេះមុនបាត់ទៅហើយចឹងហើយនាងក៏បានដកកំភ្លើងបាញ់រះទៅកាន់ពួកនឹងវិញយ៉ាងសាហាវតែម្ដងហើយនៅពេលដែលនាងរត់ទៅខាងក្រៅបានតែបន្តិចក៏សត្វតែមានឡានមួយគ្រឿងបោះមកស្កាត់មុខរបស់នាងជាប់ប៉ុន្តែបើតាមមើលទៅពួកគេមិនមានបំណងសម្លាប់នាងអ្វីទេពួកគេគ្រាន់តែចង់ចាប់នាងយកទៅឲ្យមេរបស់គេតែប៉ុណ្ណោះហើយមេរបស់ពួកគេគឺជាម្ចាស់កាស៊ីណូមួយដែលមានឈ្មោះថា Gordon ដោយ Gordon ចង់ឲ្យនារីម្នាក់នេះធ្វើជាអ្នកចែកបៀននៅកាស៊ីណូមួយកន្លែងប៉ុន្តែកាស៊ីណូមួយនោះគឺមិនមែនជាកាស៊ីណូរបស់គាត់ទេហើយនៅពេលដែលនាងធ្វើជាអ្នកចែកបៀននៅទីនោះគឺគាត់នឹងបញ្ជូនមនុស្សម្នាក់យកបន្ទះឈីបតូចមួយយកទៅឲ្យនាងហើយបន្ទះឈីបតូចមួយនោះគឺមានសមត្ថភាពអាច hack ចូលទៅកាន់កាស៊ីណូមួយនោះបានហើយបើសិនជានាងអាចធ្វើការងារមួយនេះបានដោយជោគជ័យនោះបំណុលរបស់នាងទាំងប៉ុន្មានគឺនឹងត្រូវបានដោះស្រាយទាំងអស់ដែលបែបនេះពួកគេទាំងពីរនាក់ក៏បានព្រមព្រៀងគ្នាទៅយើងងាកមកកាន់ Spy ហើយនិង Jet ឯនេះវិញនៅពេលនេះពួកគេទាំងពីរនាក់កំពុងតែធ្វើដំណើរទៅកាន់កាស៊ីណូមួយកន្លែងហើយមកនឹងគឺប្រមូលលុយមកអស់ហើយមិនថាលុយទិញបាយស៊ីឬក៏ទិញម្ហូបអីទេសំខាន់លុយនឹងគឺមានតែ5000វូឡុងតែប៉ុណ្ណោះអាលុយតិចមួយជុំទេងុំសុទ្ធតែទ្រឹស្ដីទៀតសុទ្ធតែនិយាយថាយប់មិញនឹងយល់សពឃើញ Charlie Parker ដែលគាត់មកបញ្យល់សពប្រាប់ Jet ថាបើសិនជា Jet ចង់ឈ្នះលុយច្រើនពីកាស៊ីណូ Jet ត្រូវតែធ្វើចាញ់ជាមុនសិនហើយសំខាន់ Charlie Parker នឹងមិនមែនជាស្ដេចល្បែងហើយក៏មិនមែនជាទស្សនវិទូអីដែរ Charlie Parker នឹងគឺជាតារាចម្រៀងនឹងមិនដឹងថា Jet យប់មិញផឹកអស់ប្រមាណកំប៉ុងទេបានសវឹងដល់ថ្នាក់ហ្នឹងហើយបន្ទាប់ពី Jet និយាយទ្រឹស្ដីអស់មកសន្ទុះហើយ Jet ក៏បានមកនិយាយជាមួយនឹង Spy ថា Spy យើងប្រាប់អីចុះនៅទីនេះគេឲ្យជួបប្រៃឯងរីឯ Spy នៅពេលដែលឮចឹងគឺលើប្រៃមួយនឹងចូលនឹងពូតែហ្មងទៅនិយាយពីថាពីអ្នកនេះក៏ពូមនុស្សដូចគ្នាហ្មងនិយាយមែនហើយជាធម្មតានៅក្នុងកាស៊ីណូតែងតែមានកាមេរ៉ាសុវត្ថិភាពឬក៏មានសន្តិសុខជាច្រើនអីចឹងទៅរីឯ Jet ក៏បានពំរាមទៅកាន់ Spy ដែរថាកុំឲ្យ Spy នឹងទៅលេងល្បែងអីឯសោះពីព្រោះថា Spy គឺជាមនុស្សម្នាក់ដែលមានភ្នែកលះខ្លាំងពេកចឹងហើយបើសិនជា Spy ទៅលេងហ្នឹងគឺគ្មានអ្នកណាគេលេងឈ្នះគាត់ទេហើយដល់ពេលនោះនៅពេលដែល Spy លេងឈ្នះច្រើនពេកហ្នឹងគឺដឹងតែគេទាត់ចេញពីកាស៊ីណូហ្នឹងវិញហើយប្រកាសណា Spy មានតែស្ដាប់ Jet អីគឺដើរលេងពេញហ្នឹងតែម្ដងជាដំបូង Spy ទៅជួយលេងអ៊ំ3នាក់ឲ្យឈ្នះលុយមកកាណូបន្ទាប់មកគឺយកលុយទីទួយពីលោកអ៊ំ3នាក់នោះទៅលេងល្បែងផ្ទាល់ខ្លួនវិញបន្ទាប់មក Spy ក៏បានទៅលេងចាំតុកនារីម្នាក់ដែលយើងបានឃើញកាលពីដើមភាគនឹងឯងរីឯនារីម្នាក់នោះនៅពេលដែលឃើញ Spy មកអញ្ចឹងគឺនាងក៏បានកលេចទៅមើលរូបដែល Gordon បានផ្ញើមកឲ្យនាងហើយនៅពេលដែលមើលទៅក៏ឃើញថាម្នាក់ដែលនឹងយកឈីបមកឲ្យនាងនោះគឺមុខស្តៀង Spy ខ្លាំងមែនតែនចឹងហើយនាងក៏គិតថា Spy របស់យើងនឹងហើយគឺជាអ្នកដែលយកឈីបមកឲ្យនាងហើយពិតជាដោយអ្វីដែល Jet បាននិយាយអញ្ចឹងថា Spy គឺជាមនុស្សម្នាក់ដែលមានភ្នែកលះខ្លាំងណាស់ចឹងហើយដើមទុនតិចតួចដែល Spy បានយកពីលោកអ៊ំ3នាក់នោះនៅពេលនេះគឺ Spy លេងឈ្នះបានលុយឡើងមកកាណូតាំងពីតុកមួយនោះមានមនុស្សលេងច្រើនរហូតដល់សល់តែ Spy តែម្នាក់ឯងតែប៉ុណ្ណោះរីឯនារីម្នាក់នោះនឹកទៅដល់ពាក្យសម្ដីរបស់ Gordon ទៅនៅពេលនេះនាងក៏មិនចង់ឲ្យខាតពេលបន្តទៀតដែរចឹងហើយនាងក៏បាននិយាយទៅកាន់ Spy ថាហ្គេមមួយនេះគឺជាហ្គេមចុងក្រោយរបស់ពួកគេហើយរីឯ Spy នៅពេលដែលឮចឹងក៏បានតបទៅនាងវិញថាតាមពិតទៅខ្ញុំមិនមែនជាមនុស្សសំណាងហើយក៏មិនមែនជាមនុស្សប្រកែកលេងល្បែងអីដែរនៅពេលដែលឮចឹងនារីម្នាក់នោះក៏បានសួរថាអញ្ចឹងតើលោកគឺជានរណាគេបន្ទាប់មក Spy ក៏បានឆ្លើយថាគឺខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តចែកអំណោយតែប៉ុណ្ណោះហើយដោយសារតែមុននេះនាងបាននិយាយថាហ្គេមនឹងគឺជាហ្គេមចុងក្រោយផង Spy ក៏បានធ្វើពុតជាចាញ់នាងទៅហើយនៅពេលដែលគេយកកាក់ពីគាត់ទៅអស់នោះ Spy ក៏បានលូកយកកាក់មួយហើយនិយាយថាឥឡូវនេះខ្ញុំសុំកាក់មួយនេះទុកជាអនុស្សាវរីយ៍ចុះរីឯនារីអ្នកនោះក៏ស្មានថាមើលទៅកាក់មួយនឹងហើយគឺជាឈីបដែល Gordon ផ្ញើមកឲ្យនាងប៉ុន្តែមានណា Spy បានដើរចេញពីនាងបាត់ទៅហើយនៅពេលដែល Spy ដើរចេញមកវិញនឹងគឺបានដើរទៅបុកជាមួយនឹងអ្នកដែលយកឈីបមកឲ្យនាងមែនតែនរីឯកាក់របស់ Spy មួយនោះគឺបានធ្លាក់ដំណើរជាមួយនឹងឈីបរបស់បរិសុទ្ធអ្នកនោះដែលបណ្ដាលឲ្យពួកគេទាំងពីរច្រឡំកាក់ជាមួយនឹងគ្នាទៅដោយបរិសុទ្ធអ្នកនោះរើសបានកាក់របស់ Spy រីឯ Spy វិញគឺទទួលបានឈីបមួយនោះទាំងមិនដឹងខ្លួនស្របពេលនោះដែរនារីម្នាក់នោះក៏បានរត់មករក Spy តែម្ដងហើយនាងក៏បាននិយាយខ្សឹបទៅកាន់ Spy ថាតើលោកកំពុងតែធ្វើអ្វីហ្នឹងទាំងនេះគឺមិនមែនជាផែនការរបស់ Gordon ទេដោយផែនការរបស់ Gordon គឺលោកត្រូវតែប្រកួតឈីបមួយនោះមកឲ្យខ្ញុំហើយប្រកាសណាស់ដែល Spy របស់យើងគឺស្ដាប់ឲ្យយល់អំពីអ្វីដែលនារីម្នាក់នេះចង់និយាយទេហើយដល់ឃើញនាងនៅតែចង់បានកាក់មួយនឹង
ខ្លាំងពេក Spy ក៏បានលេបកាក់មើលនឹងចូលទៅក្នុងពោះបាត់ទៅសំខាន់ Spy នៅបាននិយាយទៀតថាតាមពិតទៅនៅមុននឹងគាត់ក៏បានឃើញនារីម្នាក់នេះកំពុងតែឈិតដែរប៉ុន្តែដោយសារតែ Spy ចង់ចែកអំណោយផងចឹងហើយគាត់ក៏បានយល់ព្រមចោះចាញ់នាងទៅប៉ុណ្ណឹងហើយមិនអរគុណគាត់នៅចង់បានកាក់ចុងក្រោយពីគាត់ទៀតរីឯមនុស្សដែលនៅចិត្តជិននឹងបន្ទាប់ពីលើ Spy និយាយបែបនេះពួកគេក៏បានសួរថាតើអ្នកចែកបៀគឺពិតជាបានលួចឈិតមែនដែរឬទេហើយដោយសារតែផ្អើលអំពីរឿងនេះសន្តិសុខក៏បានមកពាត់ពេញនឹងតែម្ដងនៅពេលនោះពួកគេមិននិយាយស្រួលបួលជាមួយនឹង Spy ទេមកដល់គឺវាយ Spy ម្ដាយចំមុខតែម្ដងដែលបែបនេះ Spy ក៏បាននិយាយទៅកាន់ពួកវាថា Bro you are cross the line You punk! ហើយដោយសារតែមានរឿងបែបនេះនារីម្នាក់នោះក៏បានហៅយានរបស់នាងចង់រត់គេចពីទីនេះទៅហើយជិះចុះជិះឡើងមិនដឹងថា Spy ហើយនឹងចិត្តបានឡើងទៅលើយានរបស់នាងតាំងពីពេលណាមកទេចឹងហើយមានអីទៀតនាងក៏ត្រូវបាន Spy ហើយនឹងចិត្តចាប់ខ្លួនរបស់នាងបានទៅយើងងាកមកកាន់អាម្នាក់ដែលយកឈីបមកឲ្យ Gordon ឯនេះវិញ Gordon បានស្គាល់ឃើញថានឹងមិនមែនជាឈីបអ្វីទេវាគ្រាន់តែជាកាក់ធម្មតាតែប៉ុណ្ណោះ Gordon ខឹងណាស់ក៏បានសម្លាប់វាចោលទៅហើយនៅបានបញ្ជាឲ្យកូនចៅរបស់គាត់ដាក់តម្លៃខ្លួនទៅលើនារីម្នាក់នោះទៀតព្រោះគាត់បានគិតថានារីម្នាក់នោះប្រហែលជាយកឈីបមនុស្សរត់ទៅបាត់ហើយយើងងាកមកកាន់ Spy ឯនេះវិញនៅពេលនេះនារីម្នាក់នោះចាប់ដើមយល់អំពីការពិតហើយដែលតាមការពិតទៅពីរនេះពិតជាមិនដឹងអីអំពីឈីបមួយនោះពិតមែនចឹងហើយនាងក៏បានបញ្យល់អំពីរឿងហេតុគ្រប់យ៉ាងប្រាប់ទៅកាន់ Spy ហើយនឹងចិត្តឲ្យបានដឹងទៅរីឯ Spy នៅពេលដែលលើនារីម្នាក់នោះនិយាយថាអ្វីដែលគាត់លេបចូលនៅក្នុងពោះនោះមិនមែនជាកាក់ទេតែវាគឺជាឈីបដល់ពេលអញ្ចឹង Spy ក៏បានខ្ជាក់វាចេញមកវិញទៅនៅពេលដែលឃើញឈីបមួយនឹងហើយនារីម្នាក់នោះក៏បាននិយាយថាបើសិនជា Spy យកឈីបមួយនឹងយកទៅឲ្យ Gordon វិញ Spy ទេលុយពី Gordon ម៉ាងក៏ Gordon ព្រមឲ្យដែររីឯ Spy ហើយនឹងចិត្តភ្លាមធ្វើមិនជឿចឹងហើយពួកគាត់ទាំងពីរក៏បានឃុំនាងនៅទីនឹងសិនទៅហើយនៅពេលដែល Spy ហើយនឹងចាត់ដើរចេញទៅបាត់នារីម្នាក់នោះក៏មានឱកាសតាក់ទងទៅកាន់ Gordon ហើយនាងក៏បានប្រាប់អំពីទីកន្លែងហើយនឹងយាយរបស់ Spy ផងដែររីឯ Gordon នៅពេលដែលទទួលបានដំណឹងមួយនេះហើយ Gordon ក៏បានធ្វើដំណើរមករក Spy ហើយនឹងចែទៅរីឯ Spy ហើយនឹងចែរបស់យើងឯនេះវិញនៅពេលនេះចែកំពុងតែធ្វើការសិក្សាស្រាវជ្រាវតាក់ទងទៅនឹងឈីបមួយនោះបន្តិចក្រោយមកក៏សត្វតែកម្មវិធី Big Shot បានបង្ហាញថានារីម្នាក់ដែល Spy ហើយនឹងចែបានចាប់ខ្លួននេះគឺនាងមានតម្លៃខ្លួនរហូតដល់ទៅ6លានវូឡុងឯណោះហើយឈ្មោះពិតរបស់នាងគឺមានឈ្មោះថា Faye Valentine ដល់ពេលចឹងទៅ Spy ហើយនឹងចែក៏បានទៅនិយាយជាមួយនឹង Faye Valentine ថាសុំទោសផងដែលចាប់នាងឃុំនៅកន្លែងបែបនេះប៉ុន្តែមិនអីទេត្រង់បន្តិចទៀតសិនទៅចាំគាត់ដោះលែងនាងឲ្យទៅកន្លែងផ្សេងវិញរីឯ Faye នៅពេលដែលឮចឹងក៏សួរថាទៅណាបន្ទាប់មក Spy ហើយនឹងចែក៏បានឆ្លើយដំណើរគ្នាថាគឺប៉ុស្តិ៍ប៉ូលីសនៅពេលដែលឮចឹង Faye ក៏បានដឹងភ្លាមចឹងហើយនាងក៏បានសួរទៅវិញថាតើពួកនឹងដាក់តម្លៃខ្លួនឲ្យនាងប៉ុន្មានដែររីឯ Spy ក៏បានឆ្លើយថាគឺ6លានលើចំនួនលុយឲ្យ Faye ក៏បានទម្លាក់ទៅមុខចុះតែម្ដងហើយនាងក៏បាននិយាយថាសមត្ថភាពប៉ុននាងដែរគឺត្រឹមតែ6លានទេមែនពួកនឹងពិតជាល្ងងអត់ចេះមើលមនុស្សសោះរីឯ Spy ហើយនឹងចិត្តអត់មានអីនិយាយទៀតក៏ត្រឡប់ទៅវិញទៅប៉ុន្តែចិត្តមិនទាន់ដើរផុតផង Faye ក៏បានល្អូពេញនឹងតែម្ដងនាងថាឥឡូវហ្នឹងបើសិនជាមិនដោះលែងនាងទេដោះលែងតែដៃមួយក៏បានដែរចឹងហើយណាក៏ទុកដៃមួយឲ្យនាងប្រើប្រាស់បន្ទប់ទឹកមួយនេះដែរចិត្តលឺចឹងក៏បានដោះខ្នោះដៃឲ្យនាងមួយចំហៀងទៅហើយដល់ពេលដែលមកដល់កន្លែងសម្រាកវិញ Spy ក៏បាននិយាយទៅកាន់ចិត្តថាការពីព្រឹកមិញដើមទុនរបស់យើងគឺមានតែ 5000 វូឡុងទេបន្ទាប់មកចិត្តបានលេងល្បែងឈ្នះបានរហូតដល់ទៅ 200,000 វូឡុងប៉ុន្តែលុយ 200,000 នោះក៏ត្រូវបានអាសាបងដោយសារតែយើងប្រញាប់រត់ចេញពីកាស៊ីណូមួយនឹងពេកហើយរហូតមកដល់ពេលនេះលុយ 200,000 នោះគឺបានកើនរហូតដល់ទៅ6លានឯណោះដល់ពេលលឺ Spy និយាយចឹងចិត្តក៏បានតបទៅវិញថាឃើញហើយជឿពីសម្ដីអញព្រឹកមិញនៅ Charlie Parker មកបញ្យល់សពប្រាប់អញនិយាយមិនតន់ផុតពីមាត់ផងយាយរបស់ Gordon ក៏បានធ្វើដំណើរមកដល់ទីនេះបន្ទាប់មក Gordon បានទំនាក់ទំនងមកកាន់ Spy ថាខ្ញុំមិនដឹងថាពួកឯងគឺជាតាណាគេទេគឺខ្ញុំគ្រាន់តែចង់បាន chip របស់ខ្ញុំត្រឡប់ទៅវិញតែប៉ុណ្ណោះរីឯ Spy ក៏បានតបទៅវិញថាខ្ញុំក៏អត់ស្គាល់លោកដូចគ្នាដែរហើយខ្ញុំសូមបដិសេធមិនប្រកល់ chip ឲ្យលោកវិញទេនៅពេលដែលលើចឹង Gordon ក៏បានបន្តនិយាយទៀតថាវាត្រឹមតែជា chip ធម្មតាមួយតែប៉ុណ្ណោះហើយបើទោះបីជាវានៅក្នុងដៃរបស់ឯងក៏វាគ្មានប្រយោជន៍អ្វីដែរនិយាយដល់ត្រឹមនេះ Jack ក៏បានលុកមាត់ថាដូចជាមិនមែន chip ធម្មតាទេអីបើតាមការសិក្សាស្រាវជ្រាវរបស់គាត់បានរកឃើញថា chip មួយនេះគឺមានឈ្មោះថា Cyber Breaker ដែល chip មួយនេះត្រូវបានបង្កើតឡើងកាលពី3ឆ្នាំមុនហើយអ្នកដែលបង្កើត chip មួយនេះឡើងក៏ត្រូវបានគេសម្លាប់រួចបាត់ទៅហើយដែរចឹងហើយ chip មួយនេះតែងតែដោះដូរលក់នៅក្នុងទីផ្សារងងឹតរហូតចំណែកឯសមត្ថភាពរបស់វាវិញអាចនិយាយបានថាស្ទើរតែដូច Magic Key ទៅហើយក៏ព្រោះថាវាអាចមានសមត្ថភាពដោះសោបានគ្រប់ប្រតិបត្តិការទាំងអស់ចឹងហើយរបស់ដ៏សំខាន់មួយនេះបើសិនជាប្រកួតទៅឲ្យប៉ូលីសវិញគឺពួកឯងច្បាស់ជាស៊ីអំបិលចាក់ជាមិនខានទេដល់ពេលដែលលើចែករៀបរាប់មកយ៉ាងច្បាស់បែបហ្នឹង Gordon ក៏បានបើកការចរចាថាឥឡូវហ្នឹងយើងធ្វើការចរចាដោះដូរជាមួយនឹងលុយទៅចឹងតើនៅពេលនេះពួកឯងចង់បានលុយប្រមាណដែរចែកលុយចឹងក៏បានឆ្លើយទៅវិញថា300លាន300លានច្រើនពេកឥឡូវ30លានចុះនៅពេលដែលលុយចឹង Gordon ក៏បាននិយាយថា40លានអូខេយល់ព្រមហើយស្របពេលដែលពួកគេកំពុងតែចរចាគ្នានេះ Faye ជើងល្អរបស់យើងគឺបានដោះ
សោយចេញពីខ្លួនអស់បាត់ទៅហើយអានឹងហើយថាកុំឲ្យទុកចិត្តមនុស្សស្រីឥឡូវមានអី Faye បានដើរឡើងមកសេរីពេញជារបស់ Spy ហើយនឹងចែតែម្ដងរីឯ Spy ដែលរៀបចំខ្លួនទៅយកលុយអានេះវិញ Spy បាននិយាយទៅកាន់ចែថាថ្ងៃនេះមិនបានលុយរបស់យើងចេះតែកើនរហូតចឹងឥឡូវកើនពី6លានឡើងរហូតដល់ទៅ40លានហើយនេះបន្ទាប់មក Spy ក៏បានចុចប៊ូតុងនៅលើអាវដើម្បីផ្ដាច់ខ្លួនពីយានរបស់គាត់ហោះទៅកាន់យានរបស់ Gordon បន្ទាប់មក Gordon បាននិយាយថានៅពេលដែលគាត់រកដល់3 Spy គ្រាន់តែគប់ឈីបមកកាន់ខាងគាត់បន្ទាប់មកគាត់នឹងបោះលុយឲ្យទៅកាន់ Spy វិញហើយបន្ទាប់ពីឃើញថានៅក្នុងប្រអប់មនុស្សគឺមានលុយស្រាប់ចឹងហើយ Spy ហើយនឹងចែក៏យល់ព្រមនឹងសំណើមួយនេះទៅប៉ុន្តែ Gordon មិនមែនស្រួលបែបនេះទេគាត់បានខ្សឹបប្រាប់ទៅកាន់កូនចៅរបស់គាត់ថានៅពេលណាដែលគ្នារបស់យើងទទួលបានឈីបមួយនោះហើយគឺយើងបើកយានរបស់យើងទៅមុខឲ្យលឿនទៅហើយដូចទៅតាមដំណើរនៅពេលដែលរាប់ដល់3ហើយ Spy ក៏បានគប់ឈីបទៅរកពួកគេរីឯមួយកាន់ប្រអប់លើនោះក៏បានដកកំភ្លើងបាញ់ទៅកាន់ Spy ប៉ុន្តែ Spy មិនបានល្ងងទេគាត់មិនចេះតែទុកចិត្តគេស្រួលៗបែបនេះឡើយចឹងហើយ Spy តែងតែត្រៀមខ្លួនសម្រាប់ការប្រយុទ្ធជានិច្ចបន្ទាប់មកទៀត Spy បានហក់ទៅរកមួយកាន់ប្រអប់លុយនោះហើយក៏ចុចប៊ូតុងកាត់ផ្ដាច់វាចេញពីយានបន្ទាប់មក Spy ក៏បានថែមួយជើងទៀតឲ្យវាហោះទៅក្រៅលំហបាត់ទៅរីឯ Jet ឯនេះវិញអង្គុយសុកក៏សំតែមានសម្លេងផ្ទុះមួយចេញពីយានរបស់គាត់ហើយនៅពេលដែលគាត់កលេចមើលទៅក៏ឃើញថានៅពេលនេះ Faye Valentine គឺត្រូវបានរួចខ្លួនបាត់ទៅហើយនៅពេលនេះនាងបានឡើងយានរបស់នាងហើយហោះទៅរក Spy ទៀតបន្ទាប់មកទៀត Faye ក៏បានស្ទូចលុយមួយនោះយកទៅបាត់ទៅរីឯ Gordon ឃើញចឹងក៏បានឲ្យកូនចៅរបស់គាត់បាញ់មីស៊ីលទៅកាន់ Faye រីឯ Faye វិញក៏បានហោះកិច្ចបណ្ដាហើយក៏បានបញ្ចេញមីស៊ីលតូចៗបណ្ដាដើម្បីទប់ស្កាត់ជាមួយនឹងមីស៊ីលធំៗរបស់ Gordon រីឯ Gordon វិញគឺមិនបានបន្ធូរដៃទេគឺគាត់នៅតែបន្តបាញ់មីស៊ីលយ៉ាងច្រើនទៅកាន់ Faye ទៀតរីឯ Faye វិញមិនត្រឹមតែអាចការពារខ្លួនបានទាំងអស់ទេគឺនាងនៅបានបញ្ចេញកូនមីស៊ីលតូចមួយបាញ់សម្ដៅទៅកាន់ Gordon ទៀតរីឯខាង Gordon នេះមិនបានចាប់អារម្មណ៍ឡើយទម្រាំតែពួកគេបានដឹងគឺមីស៊ីលរបស់ Faye បានកំទេចយានរបស់ Gordon បាត់ទៅហើយចឹងជាចុងក្រោយនេះ Faye បានកាន់ប្រអប់លុយហោះទៅបាត់រីឯ Spy ហើយនឹងចែរបស់យើងគឺដាច់បាយទៀតហើយមេរៀនចំនួន2ដែលអ្នកទាំងនេះអាចរៀនបានពីអេពីសូត1នេះគឺទី1កុំសូវជឿនឹងពាក្យសម្ដីរបស់ស្រីស្អាតខ្លាំងពេកហើយចំណែកឯទី2វិញគឺអ្វីក៏ដោយដែលរកបានមកដោយស្រួលបាត់ទៅវិញក៏ស្រួលដូចគ្នាដែរ easy come easy go ចឹងការសម្រាយ Cowboy Bebop ភាគទី3គឺបានបញ្ចប់តែត្រឹមនេះបើសិនជាអ្នកទាំងនេះពេញចិត្តនឹងការសម្រាយរបស់ admin គឺអាចប៉ាកាហ្វេ admin តាមរយៈ QR ដែលនៅលើអេក្រង់នឹងបានហើយប្រកាសណាស់នៅពេលដែលគ្នាយើង support admin ច្រើនគឺវីដេអូរបស់ admin នឹងចេញលឿនទៅតាមនឹងដូចគ្នាដែរចឹងជាចុងក្រោយនេះ admin ចង់និយាយថា see you space cowboy